ប្រទេសអ៊ុយក្រែនបានយកព្រមនាំចេញដ្រូនទៅកាន់សហរដ្ឋអាមេរិកបាទដែលយើងនឹងស្រាប់បានទាំងអស់គ្នាឆ្លងកាត់បទពិសោធន៍សង្គ្រាមអរិយពេលប្រមាណឆ្នាំកន្លងមកនេះបច្ចេកវិទ្យាយន្តហោះដ្រូនរបស់ប្រទេសអ៊ុយក្រែននេះគឺកាន់តែទំនើបនិងឈានមុខខ្លាំងបំផុតអ្វីដែលគួរឲ្យកត់សម្គាល់ខ្លាំងបំផុតនោះឆ្លងកាត់បទពិសោធន៍សង្គ្រាមអរិយពេលប្រមាណឆ្នាំកន្លងមកនេះប្រទេសអ៊ុយក្រែនបានយកបទពិសោធន៍សង្គ្រាមនោះមកអនុវត្តនិងផលិតចេញជាដ្រូនសង្គ្រាមពិតៗតែម្ដងដែលធ្លាប់ប្រឡូកជាមួយនឹងសមរភូមិសង្គ្រាមបាទដោយយើងនឹងស្រាប់បានទាំងអស់គ្នាដ្រូនភាគច្រើននោះគឺមិនមានបទពិសោធន៍នៅក្នុងសង្គ្រាមពិតៗទេក៏ប៉ុន្តែយន្តហោះដ្រូនរបស់ប្រទេសអ៊ុយក្រែននេះគឺមានបទពិសោធន៍សង្គ្រាមពិតៗតែម្ដងនៅលើសមរភូមិដល់ពេលអញ្ចឹងទៅយន្តហោះដ្រូនរបស់ប្រទេសអ៊ុយក្រែននេះកាន់តែមានភាពល្បីល្បាញហើយបណ្ដាប្រទេសជាច្រើននៅលើពិភពលោកនឹងចាប់អារម្មណ៍និងចង់បានយន្តហោះដ្រូនរបស់ប្រទេសអ៊ុយក្រែននេះយកទៅបំពាក់ឲ្យដល់កងទ័ពរបស់ពួកគេយ៉ាងខ្លាំងដែលហើយទៅសម្បេតសហរដ្ឋអាមេរិកនេះក៏ចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះដ្រូនរបស់ប្រទេសអ៊ុយក្រែននេះផងដែរបាទអញ្ចឹងកុំឲ្យខាត់ពេលវេលាច្រើនព័ត៌មាននេះយ៉ាងណាយ៉ាងណីនោះយើងនឹងស្ដាប់ទាំងអស់គ្នាបាទយោងទៅតាមការចុះផ្សាយនៃទីភ្នាក់ងារសារព័ត៌មាន Reuters កាលពីពេលថ្មីៗកន្លងទៅនេះបានឲ្យដឹងថាប្រទេសអ៊ុយក្រែននេះបានយកព្រមនាំចេញនូវយន្តហោះដ្រូនទៅកាន់សហរដ្ឋអាមេរិកដើម្បីចូលរួមប្រកួតប្រជែងជាមួយនឹងកម្មវិធី Drone Dominant របស់មន្ទីរបញ្ចកោណកម្មវិធី Drone Dominant របស់មន្ទីរបញ្ចកោណនេះគឺជាគម្រោងប្រកួតប្រជែងនិងអភិវឌ្ឍយោធាដែលមានតម្លៃរហូតដល់$1,100 លានសហរដ្ឋអាមេរិកសម្រាប់ឆ្នាំ2026ដល់ឆ្នាំ2027ដែលដំណើរការដោយក្រសួងការពារជាតិរបស់សហរដ្ឋអាមេរិកនៅក្នុងកម្មវិធីនេះគឺមានក្រុមហ៊ុនរបស់ប្រទេសអ៊ុយក្រែនចំនួន6ដែលទទួលបានការអនុញ្ញាតឲ្យនាំចុះនៅយន្តហោះដ្រូនគឺមានប្រមាណរហូតដល់100គ្រឿងឯណោះបើយោងទៅតាមទីភ្នាក់ងារសារព័ត៌មាន 24 បានដឹងថាគោលបំណងនៃកម្មវិធីនេះគឺមន្ទីរបញ្ចកោណចង់យកយន្តហោះដ្រូនប្រយុទ្ធធុនតូចៗមកធ្វើការប្រកួតប្រជែងនិងធ្វើតេស្តសាកល្បងនៅក្នុងស្ថានភាពបត់បែននៅក្នុងសមរភូមិពិតប្រាកដម្យ៉ាងវិញទៀតនោះសហរដ្ឋអាមេរិកនេះគឺចង់រៀនសូត្រអំពីបទពិសោធន៍និងការកែច្នៃប្រឌិតបច្ចេកវិទ្យារបស់ប្រទេសអ៊ុយក្រែនដែលឆ្លងកាត់ការប្រើប្រាស់ជាក់ស្ដែងនៅក្នុងសមរភូមិសង្គ្រាមជាមួយនឹងប្រទេសរុស្ស៊ីហើយយន្តហោះដ្រូនរបស់ប្រទេសអ៊ុយក្រែននេះគឺទទួលបានភាពជោគជ័យខ្លាំងណាស់នៅក្នុងអំឡុងពេលសង្គ្រាមប្រឆាំងជាមួយនឹងប្រទេសរុស្ស៊ីដែលបានជំរុញឲ្យវាគឺមានតម្រូវការខ្ពស់នៅតាមបណ្ដាប្រទេសនានាដែលចង់រៀនសូត្រអំពីបទពិសោធន៍និងទិញដ្រូនគ្រប់ម៉ូដរបស់ប្រទេសអ៊ុយក្រែនសម្រាប់ការធ្វើតេស្តសាកល្បងជាស្ដែងដូចជាសហរដ្ឋអាមេរិកជាដើមគឺប្រទេសនេះកាលពីពេលថ្មីៗកន្លងទៅនេះបានចុះកិច្ចព្រមព្រៀងទិញយន្តហោះដ្រូនរបស់ប្រទេសអ៊ុយក្រែននេះបន្ទាប់ពីភាគីទាំងពីរបានចរចាទៅលើកិច្ចព្រមព្រៀងយន្តហោះដ្រូនទ្រង់ទ្រាយធំកាលពីប៉ុន្មានខែមុនក្រៅតាមពីសហរដ្ឋអាមេរិកទៅហើយប្រទេសអ៊ុយក្រែននេះក៏បានចុះកិច្ចព្រមព្រៀងយន្តហោះដ្រូនជាមួយនឹងបណ្ដាប្រទេសមួយចំនួនទៀតក្នុងនោះមានដូចជានៅបណ្ដាប្រទេសអឺរ៉ុបនិងតំបន់មជ្ឈិមបូព៌ាផងដែរដែលមានដូចជាអារ៉ាប៊ីសាអូឌីតប្រទេសកាតានិងអេមីរ៉ាតអារ៉ាប់រួមជាដើម